ដាស់វាឲ្យភ្ញាក់ឡើងនរណាហ៊ានលុបវាប្រហារខ្ញុំមិនស្គាល់សិលធម៌ក្បាច់គុណទេមែនទេយើងមេតបសាវជីនិយាយថាតើឯងជាចាបរោះមកពីកូណាចាបរោះស្អីទៅជប់ដោះសារទៅខ្ញុំត្រូវបានអាសត្វនោះធាក់មួយជើងខ្ទៀតមកហេតុអីក៏ស្រាប់តែមកដល់កន្លែងថតរឿងបុរាណបែបនេះហើយថែមទាំងចាត់ទុកខ្ញុំជាតួសម្ដែងរងទៀតនិយាយទៅក្រុមការងារថតរឿងនេះពិតជាមានមនុស្សប្រេម្នាក់នេះពិតជាកាច់សាហាវណាស់ខ្ញុំប្រហែលណាស់នៅហ៊ានរត់ទៀតមែនទេងាប់ហើយរបស់នេះមិនមែនជាសម្បត្តិសម្ងាត់ទេមែនទេក្រាបទូលព្រះអង្គជនម្នាក់នេះច្បាស់ជាអ្នកលុបចូលមកចាបរោះសូមអនុញ្ញាតឲ្យទូបង្គំនាំវាទៅដាក់ទោសយ៉ាងចម្លើយរកព័ត៌មានមានប្រយោជន៍បានជាមិនខានចូលទៅអូយពិតជាយកច្រឡំមែនខ្ញុំពិតជាប្រជាជនល្អមែនជាប្រជាជនល្អបំផុតលោកសុខចិត្តបូជាដល់ឌីកាសូម្បីតែខ្ញុំក៏មិនចង់ជឿថាខ្លួនឯងជាប្រជាជនល្អដែរតើឯងទៅតែនិយាយអ្វីឯងនិយាយអ្វីខ្ញុំថាខ្ញុំជាប្រជាជនល្អបំផុតមិនមែនឃ្លានេះទេឃ្លាមុននេះទីកាអ៊ុលត្រាមែនក្រាបទូលព្រះអង្គតើរឿងនេះវាមានដំណើររឿងយ៉ាងម៉េចទៅវិញតើឯងស្គាល់គំនូរមួយផ្ទាំងនេះទេងាប់ហើយគួនអ៊ីជីសេះម្នាក់ឯងយើងនឹងសាកល្បងឯងប្រសិនបើឯងអាចឆ្លើយបានយើងនឹងលើកលែងទោសឲ្យឯងប៉ុន្តែជឿអ៊ីនមើលតើវាជាសត្វអ្វីមន់តើអ្នកណាជាម្ចាស់រោងចក្រស្បែកជាងណាគួងតើបច្ចេកទេសបើគ្រឿងចាក់នៅកន្លែងណាខ្លាំងជាងគេទៅរកឡានសៀងត្រូវទាំងអស់ឯងគឺជាបុត្រនៃយ៉ានលេងគាត់ជាបន្ទាន់អ្នកគឺជាកុមារនៃទំនាយដែលនៅលើឈើចកុលហោរាកុមារនៃទំនាយឲ្យខ្ញុំគ្រាន់តែជាពេទ្យសត្វតើនៅកន្លែងខ្ញុំគេយកទៅដាក់មន្ទីរពេទ្យវិកលចរិតបាត់ហើយកុមារនៃទំនាយប្រាប់ពីវិធីសង្គ្រោះនគរយីវស៊ីរបស់ខ្ញុំផងចាំបន្តិចសិនកុមារនៃទំនាយស្អីគេហោរីស្អីគេអ្នកនិយាយធ្វើឲ្យខ្ញុំវង្វេងអស់ពី300ឆ្នាំមុននគរយីវស៊ីរបស់យើងធ្លាប់មានហោរាដ៏ពូកែម្នាក់ដែលចេះដឹងសពគ្រប់គាត់បានបន្សល់ទុកសៀវភៅកំណត់ហេតុមួយច្បាប់ឲ្យរាជវង្សក្នុងនោះបានទីថា300ឆ្នាំក្រោយនគរយីវស៊ីនឹងជួបគ្រោះមហន្តរាយរលាយជាតិដល់ពេលនោះនឹងមានបុគ្គលអស្ចារ្យដែលចេះដឹងសពគ្រប់ម្នាក់មកដឹកនាំនគរយីវស៊ីឲ្យចេញពីគ្រោះថ្នាក់យើងរងចាំការបង្ហាញខ្លួនរបស់អ្នករហូតមកព្រះករុណាគឺខ្ញុំហេតុអ្វីបានជាខ្ញុំមិនដឹងថាមានទំនាយនេះរឿងសម្ងាត់នេះមានតែអធិរាជិនីដាវមុតប៉ុណ្ណោះដែលចង់លេងសើចជាមួយខ្ញុំមែនទេសូម្បីតែរឿងកំ pl ែងក៏អាចយកមកធ្វើជាសញ្ញាសម្រាប់ហោរារបស់ពួកអ្នកប្រហែលជាមានបញ្ហាបន្តិចហើយនេះខ្ញុំឆ្លងភពមកសម័យបុរាណមែនទេចុះមនុស្សសម័យបុរាណដឹងរឿងទាំងនេះដោយរបៀបណាខ្ញុំសាកល្បងម្ដងទៀតមើលឆ្នាំនេះចូលឆ្នាំមិនទទួលកាដូបើទទួលគឺទទួលតែឡៅប៉ៃជីងប៉ុណ្ណោះអញ្ញាតប្រែប្រួលតែចំនួនគូមិនប្រែប្រួលខ្ញុំចង់មើលរឿងសាងសិលឲ្យខ្លាយជាទេវតាអ្នកពិតជាកុមារនៃទំនាយមែនព្រះករុណាកុំចាញ់បោកគាត់អីខ្ញុំមើលទៅគាត់គ្រាន់តែជាកុំប្រញាប់ស្រាយចំណងឲ្យលោកម្ចាស់ម្នាក់នេះភ្លាមបែបនេះមានតែដើរមើលស្ថានភាពសិនហើយបើខ្ញុំមិនទទួលស្គាល់ឋានៈនេះទេប្រហែលជាគ្មានជីវិតចាក់ចេញពីទីនេះទេសង្កេតមើលសិនថាវាមានរឿងអ្វីកើតឡើងឲ្យប្រាកដកុមារនៃទំនាយហើយខ្ញុំថាស៊ូសានក៏បានដែរស៊ូខ្វាន់ហ្វាងអូព្រះករុណាមិនស្រួលហើយលោកមេតបគាត់ហាក់អ្វីទៅមិនរួចខ្លួនទេនគរយីវស៊ីរបស់ខ្ញុំមិនមានគ្រូពេទ្យណាម្នាក់ដែលអាចព្យាបាលជំងឺមេតបបានទេតើត្រូវធ្វើដូចម្តេចទៅព្រះករុណាមិញនេះទ្រង់មិនបានមានបន្ទូលថាបុគ្គលអស្ចារ្យក្នុងទំនាយរបស់ហោរាចេះដឹងសពគ្រប់ទេបើបុគ្គលនេះជាកុមារនៃទំនាយមែនគាត់ច្បាស់ជាអាចព្យាបាលមេតបជាមិនខាននោះគាត់ច្បាស់ជាអ្នកបោកប្រាស់ហើយមែនហើយ